មន់ដុតស្ពៃក្តោបចង់ដាក់កូកាក៏បានអត់ក៏បានដែរបងប្អូនហើយចំណែកឯទឹកត្រីបុកដែលយើងធ្វើវិញណាយើងធ្វើឲ្យខាប់បែបនេះមកបងប្អូនហើយពេលដែលយើងច្រលក់ទៅគឺថាជាប់ដិតនៅលើសាច់មន់នឹងឆ្ងាញ់មែនតើណាបងប្អូនគ្រឿងទឹកត្រីបុកនេះគឺធម្មតាទេគឺដូចតែទឹកត្រីបុករតដងអញ្ចឹងបងប្អូនគ្រាន់តែថ្ងៃហ្នឹងមានជីវ៉ាន់ស៊ុយនៅផ្ទះជាងច្រើនដែរអញ្ចឹងក៏ឆ្នៃដាក់ចូលទៅបុកដើមវាផ្សេងហើយយើងដាក់ស្លឹកផ្សេងកូរច្បល់អញ្ចឹងទៅនិយាយពីថាជាតិនោះជាតិបងប្អូននុយហើយឡើងឈ្ងុយតែម្ដងស្ពៃក្តោបដែលខ្ញុំប្រើថ្ងៃហ្នឹងបងប្អូនគឺស្ពៃក្តោបខ្មែរយើងបែបហ្នឹងគឺឆ្ងាញ់មានជាតិតែម្ដងពេលយកមកដុតមាន់ឬក៏ឆាធម្មតាក៏ឆ្ងាញ់ដែរហើយចំណែកឯមាន់ដែលខ្ញុំដុតថ្ងៃហ្នឹងគឺតែមួយចំហៀងឯណាបងប្អូនហើយខ្ញុំមានកូរស្លឹកគ្រៃរំដេងស្លឹកក្រូចហើយនឹងមានស្លឹកគ្រៃបន្ថែមខ្លះដែរសម្រាប់រៀបចំទ្របដុតមាន់ណាអញ្ចឹងការដុតមាន់របស់ខ្ញុំហ្នឹងគឺខ្ញុំប្រឡាក់គ្រឿងតិចនៅលើសាច់មាន់ដូចជាមានម្សៅស៊ុបតិចទៅប៊ីចេងតិចទៅបើអត់ញ៉ាំប៊ីចេងមិនដាក់ក៏បានដែរបងប្អូនណាហើយមានទឹកត្រីបន្តិចទឹកស៊ីអ៊ីវបន្តិចហើយនឹងទឹកប្រេងខ្យងហ្នឹងគឺខ្វះអត់បានទេបងប្អូនបន្ទាប់ពីដាក់គ្រឿងទាំងអស់ហ្នឹងហើយយើងក៏ចាប់ផ្ដើមមកម៉ាស្សាសាច់មាន់យើងថ្នមហើយធ្វើម៉េចឲ្យកុំឲ្យមុតដៃដោយសារមាន់មានឆ្អឹងអញ្ចឹងណាបងប្អូនអញ្ចឹងគឺយើងច្បល់លាយធ្វើម៉េចឲ្យសព្វគ្រឿងហ្នឹងគឺរលាយចូលជាមួយសាច់មាន់ហើយយើងផ្អាប់ទុកមួយផ្លែតសិនណាយើងកុំតន់អាចយកទៅដាក់ដុតភ្លាមយើងទុកឲ្យគ្រឿងហ្នឹងចូលសព្វសិនទៅសម្រាប់ខ្ញុំដែរបងប្អូនជាធម្មតាបងប្អូនឃើញខ្ញុំអត់ដែរធ្វើម្ហូបច្រើនពេកទេដោយសារតែសមាជិកនៅផ្ទះតិចអញ្ចឹងណាអញ្ចឹងទើបដុតមាន់តែមួយចំហៀងហ្នឹងអញ្ចឹងការមុនដែលខ្ញុំយកទៅដុតហ្នឹងខ្ញុំយកស្លឹកគ្រៃដែលយើងមានហ្នឹងយកមកក្រាលនៅពីក្រោមឆ្នាំងសិនទៅហើយយើងរៀបគល់ស្លឹកគ្រៃស្លឹកក្រូចម្ដេងហ្នឹងនៅពីក្រោមហើយចាំយើងរៀបមាន់ដាក់ពីលើការដែលយើងរៀបអញ្ចឹងទៅកុំឲ្យយើងកុំឲ្យខ្លោចសាច់មាន់ណាបងប្អូនគឺថាអាចខ្លោចគល់ស្លឹកគ្រៃអីចឹងទៅខ្លោចឆ្នាំងប៉ុន្តែគឺអត់ខ្លោចសាច់មាន់ទេអញ្ចឹងដល់ពេលបន្ទាប់ពីខ្ញុំដាក់សាច់មាន់ហើយខ្ញុំបន្ថែមប្រេងឆាបងប្អូនឬក៏ប្រេងអូលីវក៏បានដែរតាមចំណង់ចំណូលចិត្តបងប្អូនយើងបន្ថែមមកល្មមអញ្ចឹងទៅហើយយើងដាក់ស្ពៃក្តោបពីលើហើយយើងបិទគម្របហើយយើងបើកភ្លើងដុតមាន់ហ្នឹងហឹមមកបងប្អូនកុំបើកខ្លាំងពេកដល់វគ្គបុកទឹកត្រីហើយបងប្អូនគឺខ្ញុំដាក់គល់ដើមប៉ាន់ស៊ុយនឹងជាមួយនឹងខ្ទឹមម្ទេសហើយខ្ញុំដាក់អំបិលមួយចិបដើម្បីឲ្យបុកឆាប់ម៉ត់ណានៅពេលដែលបុកម៉ត់ហើយយើងលាយគ្រឿងទៅមានម្សៅស៊ុបប៊ីចេងស្ករត្នោតក៏បានស្ករសក៏បានដែរហើយខ្ញុំប្រើទឹកត្រីហើយអំបិលហ្នឹងគឺយើងមានខ្លះពេលដែលយើងបុកដំបូងអញ្ចឹងយើងកុំដាក់ទឹកត្រីច្រើនពេកយើងធ្វើម៉េចលៃលកមកល្មមទៅហើយសម្រាប់ស្ករត្នោតពេលដែលយើងប្រើយកមកធ្វើទឹកត្រីបែបនេះគឺអត់សូវផ្អែមខ្លាំងប៉ុន្មានទេបងប្អូនគឺស្ករសផ្អែមជាងណាអញ្ចឹងនៅពេលដែលខ្ញុំកូរសពស្ករនឹងរលាយជាមួយទឹកត្រីរួចហើយអស់ខ្ញុំច្របាច់ក្រូចឆ្មាមកល្មមតាមដែលយើងចូលចិត្តបងប្អូនចូលចិត្តប្រៃផ្អែមជូរហឹរប៉ុណ្ណាបងប្អូនធ្វើដាក់ប៉ុណ្ណឹងទៅគឺតាមចំណង់ចំណូលចិត្តតាមមាត់អ្នកផ្ទះបងប្អូនអញ្ចឹងណាហើយបន្ទាប់ពីភ្លក់ទៅត្រូវមាត់ហើយហ្នឹងក៏សល់ស្លឹកវ៉ាន់ស៊ុយបងប្អូនយើងបុកដើមហ្នឹងជាមួយទឹកត្រីហើយអញ្ចឹងគឺយើងយកស្លឹកវ៉ាន់ស៊ុយទៅហាន់តុយៗហើយដាក់ចូលមកទៀតមកយើងកូរច្បល់ចូលគ្នាទៅនិយាយពីថាទឹកត្រីខាប់ល្អមែនតើបងប្អូនអញ្ចឹងកំឡុងពេលយើងបុកទឹកត្រីហ្នឹងយើងក៏មកប្រែត្រឡប់ទាំងស្ពៃទាំងសាច់មាន់នៅក្នុងឆ្នាំងនេះរបស់យើងណាដើម្បីយើងប្រកាសចិត្តថាស្ពៃហើយនិងសាច់មាន់របស់យើងឆ្អិនប៉ុន្តែអត់ខ្លោចអត់អីចឹងទៅបងប្អូននិយាយទៅការដុតមាន់ហ្នឹងគឺខ្ញុំចូលចិត្តមែនតើចូលចិត្តញ៉ាំមាន់ដុតប៉ុន្តែភាគច្រើនគឺខ្ញុំញ៉ាំបន្លែច្រើនជាងសាច់ទេបងប្អូនមាន់ដុតហ្នឹងគឺចូលចិត្តមែនតែមិនសូវដុតញ៉ាំទេបងប្អូនដោយសារតែដុតម្ដងពិបាកលាងឆ្នាំងព្រោះអីយើងដុតហើយមានណាខ្លោចខាងក្រោមឆ្នាំងបងប្អូនចឹងហើយយើងលាងឡើងពីថ្ងៃអីបានស្អាតឆ្នាំងត្រាំទឹកចោលផងលាងផងអីចឹងទៅហើយបើងាកមកមើលសម្រស់មាន់ដុតខ្ញុំវិញណាគឺដុតលើកណាក៏សម្រស់បានតែពណ៌ប៉ុណ្ណឹងដែរបងប្អូនអើយមិនបានពណ៌បែបលក្ខណៈក្រហមស្រស់ឆើតឆាយដូចគេទេហើយគឺថាបានតែពណ៌ព្រឿងចឹងឯងក៏ប៉ុន្តែបងប្អូនរូបរាងមិនសំខាន់ទេសំខាន់រសជាតិគឺថាឆ្ងាញ់តែម្ដងហើយឡើងឈ្ងុយឯស្ពៃក្តោបវិញនៅពេលដែលយើងញ៉ាំក្តៅយើងស្រូបជាមួយនឹងទឹកជ្រលក់បែបខាប់ចឹងបងប្អូនអូយគឺថាឡើងឈ្ងុយពេញមាត់តែម្ដងឆ្ងាញ់ណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់សាកភ្លក់រសជាតិទឹកត្រីបុកដែលខាប់ហើយឈ្ងុយប្លែកអញ្ចឹងបងប្អូនអាចសាកល្បងតាមវិធីខ្ញុំបានណាឆ្ងាញ់ណាបងប្អូនធ្វើឲ្យដឹងតែជាប់ចិត្តតែម្ដង